ចំនួនអាវុធក្នុងវិវាទព្រំដែនកម្ពុជាថៃបានរុញច្រានពលរដ្ឋនៅខេត្តឧត្តរមានជ័យឲ្យចាក់ចេញឆ្ងាយពីផ្ទះអស់រយៈពេលជាងកន្លះឆ្នាំមកហើយពលរដ្ឋភៀសខ្លួនមកពីតំបន់អូស្មាច់អ្នកស្រីយុនលឹមប្រាប់ VOD ថាតាំងពីចូលឆ្នាំខ្មែរមកអ្នកស្រីទទួលបានជំនួយម្ដងប៉ុណ្ណោះដោយការឧបត្ថម្ភកាន់តែតិចទៅអ្នកស្រីបន្តថាប្រធានជំរំបានដឹកនាំដាំបន្លែបង្ការខ្លះគ្រាន់បានធ្វើម្ហូបខណៈត្រីសាច់ត្រូវទិញគេឬទៅរកតាមបឹងបួដោយខ្លួនឯងទោះយ៉ាងណាអ្នកស្រីថាជីវភាពក្នុងជំរំគឺនៅតែខ្វះខាតហើយពឹងផ្អែកលើជំនួយទាំងស្រុងដោយសារពលរដ្ឋគ្មានមុខរបរអត់ចេះខ្វះហើយបើរកអីបាននោះឲ្យបានមានមុខរបរអីនោះចាបើយើងខ្វះអីក៏អីជាដបគោបអីទៅយើងទៅស្នើគេបានក៏4-10គីឡូអីណាលើសពីនេះស្របពេលពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យទទួលបានផ្ទះបណ្ដោះអាសន្នអ្នកស្រីយុនលឹមក៏ដូចជាពលរដ្ឋភៀសសឹកផ្សេងទៀតនៅជំរំបាត់កៅបន្តរស់នៅក្នុងតង់ប្រក់សម្ពុតកៅស៊ូតទល់នឹងរលកកម្ដៅនៅរដូវប្រាំងនិងភ្លៀងនៅរដូវវស្សាកត្តានេះជំរុញឲ្យអ្នកស្រីចង់បានផ្ទះបណ្ដោះអាសន្នដែលមានសភាពរឹងមាំដើម្បីសុវត្ថិភាពនិងសុខភាពកូនចៅចង់បានផ្ទះនៅហ្នឹងឯងនេះណាចង់នៅខាងក្រៅអូនតង់ខ្យល់មកប៉ោនក្រៅចង្ងំភ្លៀងមកងាប់នេះឈរចាប់បន្ទូផ្លាច់ប៉ើងជុំវិញរឿងនេះ VOD មិនទាន់អាចតាក់ទងអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យលោកមេតមីភក្តីដើម្បីសុំការអធិប្បាយពីចំនួនជនភៀសសឹកដែលបន្តនៅជំរំនឹងការចែកផ្ទះបណ្ដោះអាសន្នបានទេនៅថ្ងៃទី10ខែមិថុនាកាលពីមីនាកន្លងទៅរដ្ឋបាលធ្លាប់បានចែកផ្ទះចំនួន203ខ្នងដល់ពលរដ្ឋភៀសសឹកមកពីស្រុកបន្ទាយអំពិលនិងក្រុងសំរោងក្រោមការរៀបចំយន្តការចាប់ឆ្នោតដោយរដ្ឋបាលខេត្តពលរដ្ឋភៀសសឹកឲ្យដឹងថាផ្ទះទាំងនោះគឺចែកឲ្យអ្នកដែលស្ថិតនៅតំបន់ក្រហមងាយប្រឈមមិនអាចត្រឡប់ទៅផ្ទះបានដោយសារជាតំបន់ក្តៅគៀកព្រំដែនយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន3ត្រូវបានកំណត់សម្រាប់ការសាងសង់លំនៅឋានបណ្ដោះអាសន្នរួមមាន2000ខ្នងនៅបន្ទាយមានជ័យ600ខ្នងនៅព្រះវិហារនិង200ខ្នងនៅឧត្តរមានជ័យពលរដ្ឋភៀសសឹកម្នាក់ទៀតមកពីឃុំគោកមនស្រុកបន្ទាយអំពិលគឺអ្នកស្រីហៀបខៀបានត្រឡប់ទៅភូមិកំណើតវិញពី3ខែមកហើយដោយបន្តរស់នៅក្នុងផ្ទះដែលរងការខូចខាតដោយអន្លើពីការផ្ទុះអាវុធអ្នកស្រីបន្តថាជីវភាពបច្ចុប្បន្នគឺពឹងលើការស៊ីឈ្នួលតាមចំការទម្រាំដល់ពេលអាជ្ញាធរបញ្ចប់ការសម្អាតសំណល់គ្រាប់ពីដីស្រែអ្នកស្រីទេបងជិះខ្ញុំត្រូវតិចតួចតែយើងអីទេមកនៅកើតជីវភាពធម្មតាបានបែអ៊ំពូមានចិត្តខាងទៅតាមចន្ទីយើងទៅរកយើងកាត់ស្មៅអីដាក់កាត់មេតែមេចន្ទីអីអ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សប្រចាំខេត្តភៀកពាយ័ព្យលោកអិនកុងចិត្តលើកឡើងថាអ្នកដែលត្រឡប់ទៅផ្ទះវិញអាជ្ញាធរត្រូវរៀបចំមុខរបរឲ្យពួកគាត់និងស្នើទៅស្ថាប័នឥណទានឲ្យពន្យាឬរៀបចំកម្ចីឡើងវិញលោកក៏សម្គាល់ឃើញដែរថាពលរដ្ឋភៀសសឹកដែលបន្តនៅជំរំកំពុងប្រឈមផ្នែកជីវភាពនិងការរស់នៅពិសេសក្នុងរដូវវស្សាដែលកំពុងចូលមកដល់ករណីនេះលោកអំពាវនាវឲ្យអាជ្ញាធររៀបចំសាងសង់ជម្រករឹងមាំដល់ពួកគាត់អាជ្ញាធរខេត្តគួរតែមានការរៀបចំធ្វើផ្ទះសម្បែងមាំទាំសម្រាប់ឲ្យគាត់ជ្រកនៅជាបណ្ដោះអាសន្នតទៅទៀតណាជំនួសដោយរោងតង់កស៊ូបានជាការល្អព្រោះរដូវនេះជារដូវវស្សាហើយដែលមានភ្លៀងធ្លាក់ច្រើនហើយរាល់ថ្ងៃអញ្ចឹងគាត់ត្រូវប្រឈមនឹងបញ្ហាអាកាសធាតុដែលយាយីដល់ពួកគាត់យោងតាមក្រសួងមហាផ្ទៃគិតត្រឹមថ្ងៃទី4ខែមិថុនានៅមានពលរដ្ឋចំនួនជិត30000នាក់ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានក្នុងនោះខេត្តឧត្តរមានជ័យសាលារៀន8និងមន្ទីរពេទ្យមណ្ឌលសុខភាព5បន្តបិទទ្វារដែលជាចំនួនច្រើនជាងគេក្នុងបណ្ដាខេត្តរងគ្រោះនាងខ្ញុំលីស្រីវី VOD